យើងមាន7ពាក្យ7ពាក្យហ្នឹងយើងមានពាក្យថាជក់យេទី1ជក់យេពីអ៊ីងជឺវជ័រសលេងទី4ជក់យេយេហ្នឹងគឺជាងឬក៏ស្រៈពេញតួយេយើងដាក់សលេងទី4យេជក់យេយើងប្រែថា homework ឬកិច្ចការផ្ទះដែលគ្រូបានដាក់ឲ្យសិស្សធ្វើបន្ថែមនៅផ្ទះជក់យេយើងមើលពាក្យទី2យើងមានពាក្យថាខោសឹខោសឹយើងប្រែថាការប្រឡងឬក៏ប្រឡងប្រជែកប្រឡងគឺយើងរៀនហើយយើងប្រឡងអញ្ចឹងអាហ្នឹងគឺខោសឹយើងមានទី3ខមូភីអ៊ីងខោសឹខអោខោសលេងទី3ខោសឹជាងឬក៏ស្រៈពេញតួសឹតែដាក់សលេងទី4សឹខោសឹការប្រឡងទី3ខមូនេះយើងប្រែថាមុខវិជ្ជាដូចយើងរៀនភូមិប្រវត្តិវិទ្យាអីចឹងអាហ្នឹងគេហៅខមូហើយអ្នកនរនេះអាចនិយាយពាក្យខមូទៅនិយាយជាមួយមេរៀនប្រយោគរបស់យើងបន្ថែមបានដូចគ្នាណាភីអ៊ីងខមូខខមូអ៊ូមូសលេងទី4មូខមូខមូទី4ចុងជាយើងប្រែថាថ្នាក់វិទ្យាល័យចុងជាថ្នាក់វិទ្យាល័យភីអ៊ីងចុងជឺអងចុងសលេងទី1ចុងជាជញ្ជាអ្នកស៊ីបូកស្រៈយាយើងអានថាជាសលេងទី2ជាចុងជាថ្នាក់វិទ្យាល័យពាក្យទី5ណានប្រែថាលំបាកឬក៏ពិបាកយើងមើលពីអ៊ីងណអានណានសលេងទី2ណានពាក្យទី3រងអ៊ីពាក្យទី3ពាក្យទី6មិញពាក្យទី5ណានពាក្យទី6រងអ៊ីប្រែថាងាយស្រួលរងអ៊ីភីអ៊ីងរបស់វាគឺរឺអងរងសលេងទី2រងអ៊ីគឺព្យាង្គស្រៈពេញតួអ៊ីហើយយើងអាចដាក់សលេងទី4យើងអានថាអ៊ីរងអ៊ីដែលងាយស្រួលហើយយើងមានពាក្យចុងក្រោយយោអ៊ីសយើងប្រែថាដែលមានចំណាប់អារម្មណ៍ឬក៏គួរឲ្យតាក់ទាញគួរឲ្យចាប់អារម្មណ៍គួរឲ្យចូលចិត្តដែលមានភាពតាក់ទាញគួរឲ្យចាប់អារម្មណ៍ឬក៏គួរឲ្យចូលចិត្តយោអ៊ីសពីអ៊ីងមកវាអ្នកនេះពាក្យយោយើងរៀនច្រើនដងហើយយើងអាចប្រកបថាព្យញ្ជនៈអ៊ីដាក់ស្រៈអូអ៊ីអូយោសលេងទី3យោអ៊ីសអ៊ីនឹងគឺស្រៈពេញតួអ៊ីហើយយើងដាក់សលេងទី4ទៅអ៊ីសឹហ្នឹងគឺអ្នកនេះអាចនឹងឃើញនៅក្នុងស្រៈពេញតួឬក៏ជាង16តួដែលយើងរៀននោះគឺមានសឺហើយយើងដាក់សលេងបាត់សញ្ញាសំឡេងមានន័យថាយើងដាក់ឲ្យវាស្រាលកតុយអញ្ចឹងយើងអាចអានថាយោអ៊ីសចាកតុយរៀងស្រាលជាងគេយោអ៊ីសគួរឲ្យចូលចិត្តគួរឲ្យចាប់អារម្មណ៍យោអ៊ីសអញ្ចឹងពាក្យទាំង7ណាតើលោកsưនឹងទៅសេកំណួរអក្សរទាំង7ពាក្យហ្នឹងឲ្យម្ដងទៀតគេអ្នកនេះអាចនឹងតាមអត់ទាន់ឬក៏អ្នកបានចូលមកសមមិញលោកsưបញ្យល់ឲ្យឃើញឡើងវិញទាំងអស់គ្នាដើម្បីអ្នកគ្នាបន្ថែមគេហៅថាភាពច្បាស់លាស់ទៅលើពាក្យរបស់យើងតើអញ្ចឹងលោកsưនឹងទៅសេនៅក្នុង note ឲ្យណាអញ្ចឹងលោកsưទៅសេឲ្យមើលតែម្ដងណាអត់មាននៅគូសមួយទេគឺទៅសេឲ្យមើលរៀងលឿនដែរអ្នកគ្នាមើលឲ្យទាន់ណាអញ្ចឹងទៅសេឲ្យមើលសារថ្មីប៉ុន្តែរៀងលឿនគួរសមណាមិនយឺតពេកទេអ្នកនេះទៀងទាត់មើលទាំងអស់គ្នាមើលហើយអ្នកគ្នាសូមព្យាយាមរៀនទៅសេបន្ថែមទៀតណាជក់យេទៅសេបែបនេះណាសួរគូលើសំណួរចាំតិចជក់យេនឹងសេបែបនេះជក់យេអូខេបន្តទៀតខោសឺអ្នកនឹងទៅសេបែបនេះខោសឺពាក្យទី3ខមូខអ្នកនេះទៅសេបែបនេះខហើយដាក់អក្សរមូមកនៅក្នុងនេះមានត្រេ2ហើយបិទវិញខមូពាក្យទី4ចុងជ្រាសាលាវិទ្យាល័យឬក៏ថ្នាក់វិទ្យាល័យ
中学中学ពាក្យទី5ណានแปลថាពិបាកសរសេរបែបនេះណាណានពិបាកពាក្យបន្ទាប់ពាក្យទី6រងអ៊ីសរសេរបែបនេះណារងអ៊ីរងអ៊ីពាក្យទី7ពាក្យយោអ៊ីសសរសេរបែបនេះណាយោយើងអាចគាត់រៀនយោអ៊ីសយោអ៊ីសសរសេរបែបនេះណាចឹងអ្នកមើលគំនូរដែលសរសេរបានសរសេរឲ្យឲ្យអ្នកនេះមើលតន់យើងដឹងសរសេរមិនសូមរៀនសរសេរបន្ថែមអនុវត្តការសរសេរបានស្ទាត់ហើយយើងមើលពាក្យរៀនអានសំឡេងភីងអ៊ីងចំណាំឲ្យត្រូវរៀនបកប្រែត្រូវរៀនបង្កើតប្រយោគបន្ថែមតាមមេរៀនរបស់យើងឬក៏គំរូស្ដាប់នៅក្នុងមេរៀនហើយយើងអនុវត្តជារឿយប្រចាំគ្រប់មេរៀនគ្រប់ពាក្យដែលយើងបានរៀនទៅយើងនឹងឆាប់ចេះហើយយើងចាំបានដូចគ្នាណាថ្ងៃក្រោយទៅយើងអាចអត់សូវភ្លេចមកនៃពាក្យមេរៀនដែលយើងរៀនហើយអញ្ចឹងវឹកហាត់ឲ្យញាប់ទៅយើងនឹងចាំហើយដោយសរសេរបរិញ្ញាអ្នកនេះបានអញ្ចឹងគឺដោយសារសរសេរចាំហ្នឹងអ្នកនេះសរសេររៀនហើយក៏មានភ្លេចដូចគ្នាប៉ុន្តែសរសេរចាំភាគច្រើនគឺចាំភាសាយើងរៀនច្រើនទេយើងកាន់តែចាំជាងមុនដែរហើយយើងគាត់តែឃើញយើងគាត់តែកលេចឃើញយើងដឹងថាពាក្យនឹងអានថាម៉េចឬក៏យើងស្គាល់យើងអីចឹងអាហ្នឹងគឺជាការចងចាំមួយដែរអញ្ចឹងសូមអ្នកនេះព្យាយាមចាំអក្សរចាំពាក្យរបស់អ្នកនេះរៀនខ្លួនឲ្យអស់ពិសេសនៅក្នុងមេរៀនដែលយើងរៀនហើយអញ្ចឹងអូខេអញ្ចឹងเราសួរបញ្យល់ចប់ហើយសម្រាប់មេរៀនទី11ហើយអ្នកនេះដែលបានចូលរៀនថ្ងៃនេះឬក៏ចំណុចខ្លះបាត់ពីម្សិលមិញអ្នកនេះអត់ចូលរៀនឬក៏ទៅថ្ងៃនឹងចូលឬក៏រៀនទាំងអស់ហើយបើសិនជាមានចំណុចអាចសួរឡើងវិញណាតោះអញ្ចឹងជាការរំលឹកទៅកន្លែងប្រយោគអ្នកនេះមើលបន្ថែមទៅវាមានប្រយោគទាំង6នេះគឺជាប្រយោគគោលដែលអ្នកអាចទៅសេជាសំណួរនិងចម្លើយបានហើយយើងអាចដូរសំណួរដូរចម្លើយយើងតាមរបៀបដែលយើងចង់សួរបានដូចគ្នាណាហើយកន្លែងនេះគឺលំហាត់នៃការអានសំឡេងដល់នេះគឺគេដាក់ប្រយោគមកជាច្រើនបែបនេះគឺឲ្យអ្នករៀនអានបន្ថែមអញ្ចឹងតែនេះអាចអានហើយរៀនបកប្រែអានហើយរៀនបកប្រែបើគិតថាបកអត់ត្រូវទេប្រាប់លោកsưវិញបានដូចគ្នាអញ្ចឹងលោកsưអត់អានរំលឹកឲ្យវិញទេគឺចង់អ្នកទៅអានខ្លួនឯងសិនហើយបើមានបញ្ហាគិតថាអានអត់ត្រូវបកប្រែអត់ត្រូវសូមចាំប្រាប់លោកsưមកវិញដូចគ្នាណាអូខេបន្តទៀតណាលោកsưគាត់បង្ហាញនៅចាំមើលខ្លួនឯងបន្ថែមកន្លែងនេះទៅសេរៀនបកប្រែពាក្យដែលយើងរៀនហើយអញ្ចឹងមើលទៅបើបកអត់ត្រូវឬក៏គិតថាខ្លាចខុសថតមកប្រាប់លោកsưមកលោកsưនឹងពិនិត្យឲ្យកន្លែងនេះគូកងពីអ៊ីងអញ្ចឹងលំហាត់យើងថ្មីបន្តថែមទៀតណាអ្នកមិនមែនដូចមេរៀនចាស់រៀនដដែលទេកន្លែងនេះរើសពាក្យដើម្បីបង្កើតជាសន្តានាថ្មីទាំងអស់បើគេនឹងប្រអប់គេឲ្យមាន6ពាក្យអ្នកអាចរើសមកបង្កើតម្ដងមួយពាក្យបានទៅជា6សន្តានាបន្ថែមទៀតអញ្ចឹងនេះសិតតែពាក្យដែលគេឲ្យយើងអាចបង្កើតបានកន្លែងនេះ Google ភាសាជាសំណួរនិងចម្លើយហើយយើងដាក់ការបកប្រែផ្សេងៗអញ្ចឹងយើងចប់មេរៀនរបស់អ្នកគ្នាទី11ហើយតែអញ្ចឹងនៅសល់ចុងម៉ោង10នាទីជាងเราនឹងបញ្យល់ចូលមេរៀន12តែម្ដងណាចឹងអ្នកនេះអាចចាំបន្តិចទៅដាក់ចំណងជើងមេរៀនទី12បន្ថែមឲ្យ